រៀបសួរលោកគ្រូនិងសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះហៀងជាហេងហើយថ្ងៃនេះដែរខ្ញុំមកនិយាយពីការzip and task file នៅក្នុងUbuntu Linux ហើយចឹងដែរកន្លែងនេះគឺខ្ញុំបាន connect មកកាន់ terminal របស់ខ្ញុំហើយដែលប្រើ SSH ហើយជាដំបូងនេះគឺជាឈ្មោះរបស់ខ្ញុំហើយមួយទៀតគឺ tree កន្លែងហ្នឹងគឺខ្ញុំអត់មាន tree ទេចឹងខ្ញុំត្រូវការ install tree មួយសារ tree សិនយកប្រើ command sudo apt install .y កន្លែង .y នេះគឺជា yes យើងប្រើ command ចង់មកទៅហើយកន្លែងនេះខ្ញុំដាក់ password របស់ខ្ញុំអូចាំតិចsudo installដោយសារខ្ញុំប្រើរង comment ខុសហើយមកដល់កន្លែងនេះគឺខ្ញុំធ្វើការសម្រាប់កន្លែងនេះដែរគឺបើសិនជាខ្ញុំធ្លាប់បង្កើតខ្ញុំធ្លាប់ install tree នឹងហើយគឺកន្លែងនេះវា load ចេញជាមេឃធៀងមកហើយសម្រាប់កន្លែងនេះខ្ញុំធ្វើការបង្កើត folder មកទៅmk beer .p 001 002 003 04 005 6 ហើយខ្ញុំធ្វើការ enter វាដើម្បីយើង check មើលយើងប្រើ tree គឺវាបាន load ចេញជាមេឃធៀងមកហើយបន្ទាប់ពីប៉ុណ្ណេះហើយខ្ញុំធ្វើការ enter ដើម្បីហើយខ្ញុំប្រើ tree អញ្ចឹងគ្រប់ដែល folder ដែលខ្ញុំបង្កើតមាន10ហ្នឹងគឺ folder វា file វាគឺមានឲ្យតាំងពីfile 1 file 2 file 3អីចឹងទៅកន្លែងនេះដែរនេះដើម្បីយើងបង្កើត file ហ្នឹងយើងប្រើ touch ហើយ01ហើយនេះឈ្មោះ file ហើយ .txt ហើយយើងប្រើបន្តរហូតមកដល់file ទី10គឺ file folder ទី10 file ទី10ដើម្បីឲ្យងាយស្រួលយល់ខ្ញុំ clear ចោលសិនហើយខ្ញុំប្រើនេះគឺវាស្រួលមកជាងមុនគឺមានចាប់ពី file ទី1 file ទី2 file ទី3រហូតដល់ file ទី10 file ទី10គឺ file 10tg សម្រាប់កន្លែងនេះបន្ទាប់ពីយើងបង្កើត folder 10ហើយ file ទៅក្នុង folder ហ្នឹងមួយគ្រប់10ហើយយើងធ្វើការ zip វាហើយមុននឹងឈានដល់ការ zip យើងអត់អាច zip បានភ្លាមទេដោយសារតែយើងអត់ទាន់ down install zip អញ្ចឹងមុននឹងដើម្បីយើង install វាបានយើងប្រើ sudo
start install zip យកផា comment ប៉ុណ្ណឹងហើយយើងធ្វើការ install វា enter មកហើយយើងដាក់ password បន្ទាប់មកគឺយើងយក file គឺ yes បន្ទាប់មកវាកំពុងតែដំណើរការ install សូមចាំវាបន្តិចអត់ខ្ញុំមកស្កប់វីដេអូវាសិនឥឡូវនេះវា install បាននេះឥឡូវយើងធ្វើការsave វាតែម្ដងទៅដែលយើងប្រើ command save ហើយទៅដសម្រាប់ហ្នឹងគឺសម្រាប់ហ្នឹងគឺ step 4 requisition បន្ទាប់មកយើង save SV7 ហើយទៅបន្ទាប់មកគឺ001កន្លែងនេះដែរគឺវាកន្លែង file 001នេះគឺវា sorry ក្រុម10លើ folder file ទាំងអស់ហ្មងដោយសារវានៅមុខគេហើយទៅយើងធ្វើការ enter វាមកគឺវា zip ហើយបន្ទាប់ពី zip ហ្នឹងហើយខ្ញុំប្រើ command បន្ទាប់ពីយើងហ្នឹងហើយខ្ញុំប្រើ command 3វាដើម្បីយើងមើលវាគឺវា zip បែបនេះគឺ zip SV7 ហើយឥឡូវហ្នឹងយើងធ្វើការចូលទៅមើលដែល folder ដែលយើងបាន zip ហ្នឹងគឺយើងប្រើ command unzip ហើយបន្ទាប់មកគឺយើង DL វាកន្លែង DL ហ្នឹងបើសិនជាយើងអត់ដាក់ទេវាអាចនឹងអត់ឃើញដល់ពេលអញ្ចឹងទៅយើងត្រូវតែដាក់វា zip sp file dot zip ហើយតែថាមកគឺវាបានចេញមកហើយគឺវាបានដាក់ទាំងថ្ងៃដាក់ទាំងម៉ោងដាក់ទាំងអីមកដាក់ទាំង name ទៀតឥឡូវហ្នឹងខ្ញុំធ្វើការ unzip វាប៉ុន្តែខ្ញុំ clear វាសិនហើយបន្តមកយើងធ្វើការ unzip វាset IP ហើយបន្តមកគឺឈ្មោះ folder zip ហើយ file dot zip ហើយបន្តមក loading នេះគឺយើងchange វាទៅឈ្មោះថ្មីហើយខ្ញុំធ្វើការដាក់SV file underscore extract ហើយទៅមានធ្វើការដាក់បន្ទាប់មកគឺវាបានអីហើយបន្តមកយើងធ្វើការ ត្រីមើលនេះគឺវាចេញមកហើយដំបូងខ្ញុំមានឈ្មោះ file ខ្ញុំមានដំបូងឡើងខ្ញុំមានfolder នេះ file ហ្នឹងហើយបន្តមកខ្ញុំ unzip វាហើយយកមកដាក់នៅ SV7 extract ហើយកន្លែងហ្នឹងតើតើនឹង zip ហើយនឹង unzip ហើយនឹងបង្កើត folder បង្កើត file អីគឺវាបានបញ្ចប់ហើយអញ្ចឹងខ្ញុំធ្វើការclear វាដើម្បីឲ្យវាទលាយរៀងស្រួលមើលតិចហើយមកដល់ចំណុចបន្ទាប់ដល់តាំង file ទៅបង្កើត zip តាំង file អញ្ចឹងជាដំបូងខ្ញុំដាក់តាហើយបន្តមក c f
ta ta dot ta chi set số mối hay slash mối hay dương thuộc cả enter tới tập tới hay dương thuộc cả triគឺវាបានមកទាំងអស់ហើយឈ្មោះវាគឺតា sv sequence dot ta dot gset ហើយវាក៏មាន folder នេះនៅក្នុងហ្នឹងអញ្ចឹងខ្ញុំធ្វើការអានតាមកវិញហើយរបៀបយើងអានតាគឺតា except f តា stream អាហ្នឹងឈ្មោះ folder ដែលយើង save មិញហ្នឹងហើយតា dot gset ចាំមកយើង enter ហើយយើងធ្វើការ preview មើលនេះគឺវាបានមកទាំងអស់ហើយឥឡូវនេះខ្ញុំបាន enter ហើយហើយដែលខ្ញុំបានប្រើ command តា no x set f នេះគឺតំណាងឲ្យ extract ហើយខ្ញុំធ្វើការហើយឥឡូវដូចជាអស់ដែរអញ្ចឹងខ្ញុំធ្វើការclear ហើយខ្ញុំធ្វើការត្រៀមវាមើលមកទៀតគឺវាមើលទាំងអស់នេះអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណគ្រូនិងមិត្តភក្តិទាំងអស់គ្នាហើយនិង viewer ទាំងអស់គ្នា